សូមជូនសៀវភៅអត្ថកថាជាដកឯកនិបាតភាគ1 បៃដកលេខ58ខុទ្ទកនិកាយអត្ថកថាជាដកឯកនិបាតអបណ្ណកវគ្គទី1បណាមគាថានមោតស្សៈភគវតោអរហតោសម្មាសម្ពុទ្ធស្សៈនមោតស្សៈភគវតោអរហតោសម្មាសម្ពុទ្ធស្សៈនមោតស្សៈភគវតោអរហតោសម្មាសម្ពុទ្ធស្សៈខ្ញុំសូមនមស្ការព្រះសម្ពុទ្ធដ៏ឧត្តមមិនមានបុគ្គលប្រៀបស្មើឡើយទ្រង់ឡើងអំពីសាគរនៃញយធម៌ទ្រង់ឆ្លងសង្សារសាគរបានហើយដោយសេរសាគឺត្បូងព្រមទាំងព្រះធម៌ដ៏ជ្រាលជ្រៅជាធម៌ស្ងប់ល្អិតសុខុមលំបាកនឹងឃើញបានជាធម៌ទំលាយនៅភពតូចនិងភពធំដែលបុគ្គលគួរបូជាមួយអន្លើដោយប្រសង់ដែលប្រះចាកកិលេសឧត្តមជាងមហាជនជាអគ្គតក្កិណីយបុគ្គលមានឥន្ទ្រីស្ងប់ហើយមិនមានអាសវៈដោយសេចក្តីគោរពដ៏ខ្ពង់ខ្ពស់ដោយបណាមគាថាដែលខ្ញុំធ្វើឲ្យចំពោះព្រះរតនត្រ័យដោយការរាប់អានដ៏វិសេសនេះខ្ញុំដែលអ្នកប្រាជ្ញអ្នកចេះបរិយ័តជាវិញ្ញូជនមានយសធំអរតនីហើយឲ្យរចនាអត្ថកថាអបទានគឺជីវប្រវត្តិព្រោះដូច្នោះខ្ញុំនឹងពរនាអត្តដ៏វិចិត្រនៃព្រះបាលីក្នុងប្រត្រៃបិដកមួយអន្លើដោយប្រវត្តិដែលនៅសេសសល់ដើម្បីកុំឲ្យឆ្ងល់ថារឿងរ៉ាវដ៏អស្ចារ្យនេះអ្នកណាពោលទុកក្នុងទីណាពោលទុកក្នុងកាលណាពោលទុកប្រហែលដូចម្ដេចជាដើមខ្ញុំនឹងពោលរឿងរ៉ាវនោះព្រោះធ្វើឲ្យអ្នករៀននិងអ្នកទ្រទ្រង់ចាំបានងាយព្រោះដូច្នោះរឿងរ៉ាវដែលលោកពោលទុកទាំងមុននិងក្រោយរចនាទុកក្នុងភាសាបាលីសីហលបុរាណក្តីក្នុងអត្ថកថាបុរាណក្តីនឹងមកដល់ហើយគឺរមែងឲ្យសម្រេចប្រយោជន៍តាមដែលសាធុជនត្រូវការព្រោះហេតុនោះខ្ញុំនឹងអាស្រ័យនៃរបស់អត្ថកថាបុរាណនោះវាអត្ថដែលខុសភ្លាំងផ្លត់ចេញសម្ដែងតែអត្ថដែលត្រឹមត្រូវធ្វើការពរនីចំពោះបទដែលប្លែកដែលល្អបំផុតប៉ុណ្ណោះដោយប្រការដូចនេះចប់បណាមគាថាព្រោះហេតុដែលបានបដិញ្ញាទុកហើយថារឿងរ៉ាវដែលល្អបំផុតបុគ្គលណាពោលទុកក្នុងទីណានិងពោលទុកអំពីកាលណាពោលទុកប្រហែលដូចម្ដេចខ្ញុំនឹងធ្វើការពរនីអត្តនោះការពរនីនៃអត្តនៃជីវប្រវត្តិនោះខ្ញុំនឹងសម្ដែងនិទាន3គឺទុរេនិទាន1អវិទុរេនិទាន1និងសន្តិកេនិទាន1ដើម្បីឲ្យយល់បានងាយព្រោះបុគ្គលនឹងបានយល់ក្នុងខណៈដែលបានអានបានស្ដាប់ហើយព្រោះដូច្នោះខ្ញុំនឹងសម្ដែងនិទានគឺជីវប្រវត្តិទាំងនោះបណ្ដានិទានទាំងនោះជាបឋមបុគ្គលគួរជ្រាបបរិច្ឆេទជាមុនកថាមគ្គដែលពោលរឿងតាំងអំពីព្រះមហាក្សត្រចាប់ផ្ដើមប្រាថ្នាទៀបបាតទមូលរបស់ព្រះសម្មាសម្ពុទ្ធព្រះនាមទីបង្ករហូតដល់ជោគតិអំពីអត្តភាពជាប្រវេសន្តរទៅកើតនៅក្នុងឋានសួគ៌ជាន់តុសិតនេះហៅថាទុរេនិទានកថាមគ្គដែលពោលរឿងតាំងអំពីព្រះបរមពោធិសត្វជោគតិចតុសិតពិភពរហូតដល់សម្រេចសព្វញ្ញុត្តញាណត្រង់មណ្ឌលពោធិព្រឹក្ខហៅថាអវិទុរេនិទានចំណែកសន្តិកេនិទានប្រកាសត្រង់ទីផ្សេងរបស់ព្រះដែលមានព្រះភិក្ខដែលទ្រង់ប្រថាប់គង់ក្នុងទីនោះចាប់តាំងពីពេលត្រាស់ដឹងតទៅដោយប្រការដូចនេះទុរេនិទានក្នុងនិទានទាំងនោះឈ្មោះថាទុរេនិទានមានដូចតទៅនេះថាបានឮមកថាក្នុងទីបំផុត4អសង្ខ័យនិង100,000កាប់រាប់ថយក្រោយអំពីផុតកម្មនេះមាននគរមួយឈ្មោះថាអមរវតីក្នុងនគរនោះមានព្រាហ្មណ៍ឈ្មោះថាសុមេតអាស្រ័យនៅមានកំណើតល្អមានគភ៌បរិសុទ្ធទាំងខាងចំណែកមាតាទាំងខាងចំណែកបិតារាប់បាន7ជួរត្រកូលជាត្រកូលបរិសុទ្ធមិនមានអ្នកដតីតេះដៀលបានសុមេតព្រាហ្មណ៍មានរូបល្អគួរពេចពិលរមិលមើលគួរជ្រះថ្លា
ប្រកបដោយពណ៌សម្បុរស្រស់ស្អាតក្រៃលែងសុមេធព្រាហ្មណ៍មិនធ្វើការងារដទៃឡើយសិក្សាតែសិប្បៈរបស់ព្រាហ្មណ៍ប៉ុណ្ណោះមាតានិងបិតារបស់សុមេធព្រាហ្មណ៍នោះរស់នៅសមគួរដល់វ័យហើយក៏ធ្វើកាលកិរិយាតាំងអំពីសុមេធព្រាហ្មណ៍នោះនៅក្មេងនោះឯងថ្ងៃមួយបរោះជិតស្និទ្ធដែលធ្វើនៅប្រយោជន៍បានកាន់បញ្ជីទ្រព្យមកបើកទ្វារឃ្លាំងដែលពេញដោយមាសប្រាក់កែវមណីនិងកែវមុតក្តារជាដើមហើយប្រាប់ឲ្យសុមេធព្រាហ្មណ៍ជ្រាបដល់ទ្រព្យដែលជីដូនជីតាទាំង7ជួរត្រកូលបន្សល់ទុកមកថាបបិទ្ធកុមារទ្រព្យមានប្រមាណប៉ុណ្ណេះជារបស់មាតាទ្រព្យមានប្រមាណប៉ុណ្ណេះជារបស់បិតាទ្រព្យមានប្រមាណប៉ុណ្ណេះជារបស់ជីដូននិងជីតាទ្រព្យមានប្រមាណប៉ុណ្ណេះជារបស់តាទួតយាយទួតរបស់លោកម្ចាស់សូមលោកម្ចាស់ចាត់ចែងទ្រព្យនេះចុះសុមេធបណ្ឌិតគិតថាជីតាជាដើមរបស់អញសន្សំទ្រព្យទុកកាលទៅកាន់បរលោកគួរតែកាន់កហបណៈមួយជាប់តាមខ្លួនទៅតែយកទៅពុំបានឡើយណ៎ហើយចុះអញគួរកាន់យកទ្រព្យនេះទៅឲ្យបានសុមេធបណ្ឌិតគិតដូច្នេះហើយក៏ចូលគាល់ព្រះរាជាក្រាបទូលថាបបិទ្ធព្រះសមត្ថទេពសូមទ្រង់ឲ្យមនុស្សទូងស្គរក្នុងនគរប្រកាសដល់មហាជនឲ្យទៅយកទ្រព្យដែលទូលបង្គំមានចុះហើយក៏ចេញបួសជាតាបសដើម្បីឲ្យសេចក្តីនេះជាក់ច្បាស់គួរពោលសមេធកថាទុកក្នុងទីនេះផងដែរតែសមេធកថានោះមានហើយនៅក្នុងគម្ពីរពុទ្ធវង្សៈព្រោះដូច្នោះខ្ញុំនឹងពោលតែប្រព័ន្ធគាថាទុកក្នុងចន្លោះតែប៉ុណ្ណោះដែលមានសេចក្តីដូចតទៅនេះសុមេធកថាក្នុងទីបំផុត4អសង្ខ័យនិង1សែនកាប់មាននគរមួយឈ្មោះថាអមរវតីឬមានឈ្មោះមួយទៀតថាអមរៈជានគរគឹកកងដោយសម្លេងទាំង10ប្រការដែលលោកពោលទុកនៅក្នុងគម្ពីរពុទ្ធវង្សៈថាក្នុង4អសង្ខ័យនិង1សែនកាប់មាននគរឈ្មោះអមរវតីជានគរគួរពេចពិលរមិលមើលជាទីរីករាយនៃចិត្តជានគរបរិបូរដោយបាយនិងទឹកទាំងមិនស្ងាត់ដោយសម្លេងទាំង10យ៉ាងគឺសម្លេងដំរីសម្លេងសេះសម្លេងស្គរសម្លេងសាំងនិងសម្លេងរត់ជាដើមដូចនេះសេចក្តីថាអើងកងដោយសម្លេងទាំងនេះគឺសម្លេងដំរីសម្លេងសេះសម្លេងរត់សម្លេងស្គរសម្លេងសម្ភោសម្លេងពិនសម្លេងមហោស្រពសម្លេងប្រគំសម្លេងសាំងនិងសម្លេងជាគម្រប់10ថាអញ្ជើញបរិភោគអញ្ជើញទំពាអញ្ជើញផឹកលោកកាន់យកត្រឹមតែចំណែកមួយនៃសម្លេងទាំងនោះទើបពោលគាថានេះទុកនៅក្នុងគម្ពីរពុទ្ធវង្សៈថាទាំងជានគរគឹកកងដោយសម្លេងដែលប្រកបដោយបាយនិងទឹកថាចូលស៊ីចូលផឹកជានគរសម្បូរដោយសត្វនិងគ្រឿងឧបករណ៍ទាំងពួងបរិបូរដោយការងារគ្រប់យ៉ាងបរិបូរដោយកែវ7ប្រការកុះកដោយជនជាតិផ្សេងសម្រាប់ដោយគ្រឿងបរិភោគនិងឧបភោគទាំងពួងដូចជានគរនៃទេវតាជាទីនៅនៃអ្នកមានបុណ្យទាំងឡាយវិលាននោះមានសុមេធព្រាហ្មណ៍នៅក្នុងនគរអមរវតីជាអ្នកសន្សំនៅទ្រព្យដ៏ច្រើនកោតមានទ្រព្យនិងស្រូវជាច្រើនជាអ្នករៀនមុនចងចាំនៅមុនដល់នៅត្រៃនៃវេទទាំង3ដល់នៅបារមីក្នុងលក្ខណៈផងក្នុងគម្ពីរអតិហាសៈផងក្នុងធម៌របស់ព្រាហ្មណ៍ផងដូច្នេះថ្ងៃមួយសុមេធបណ្ឌិតនោះចូលទៅកាន់ទីពួនសំងំលើផ្ទៃប្រាសាទខាងលើអង្គុយពុតភ្នែនគិតថាណែបណ្ឌិតការកើតទៀតគឺបដិសន្ធិជាទុក្ខការបែកធ្លាយនៃសរីរៈនៅក្នុងទីដែលកើតហើយក៏ជាទុក្ខដូចគ្នាអាត្មាអញមានការកើតជាធម្មតាមានការចាស់ជាធម្មតាមានការឈឺថ្កាត់ជាធម្មតាមានការស្លាប់ជាធម្មតាគួរតែអាត្មាអញស្វែងរកព្រះនិព្វានដែលមិនកើតមិនចាស់មិនមានទុក្ខមានតែសុខត្រជាក់អមតៈផ្លូវផុតចាកភពមានប្រក្តីនាំទៅកាន់ព្រះនិព្វានពិតជាមានពិតប្រកបព្រោះហេតុនោះទើបលោកពោលថាកាលនោះតថាគតនៅក្នុងទីស្ងាត់គិតយ៉ាងនេះថាធម្មតាភពថ្មីតែងនាំមកនៅសេចក្តីទុក្ខការបែកធ្លាយសរីរៈក៏នាំមកនៅសេចក្តីទុក្ខដូចគ្នាសេចក្តីស្លាប់ប្រកបដោយមោហៈនាំមកនៅទុក្ខរូបដែលជារាញោមញីហើយក៏នាំមកនៅទុក្ខអាត្មាអញមានជាតិជាធម្មតាមានជារាជាធម្មតា
មានព្យាធិជាធម្មតាអាត្មាអញនឹងស្វែងរកព្រះនិព្វានដែលមិនចាស់មិនស្លាប់ជាទីខ្សែមដូច្នេះបន្ទាប់ពីនោះសុមេធបណ្ឌិតក៏គិតយ៉ាងនេះថាឈ្មោះថាសេចក្តីសុខជាបដិបៈចំពោះទុក្ខមានក្នុងលោកយ៉ាងណាបើភពមានវត្ថុដែលប្រះចាកភពក៏មានពិតដោយការក្តៅមានការត្រជាក់ជាទីរងាប់នៃក្តៅនោះនឹងមានពិតប្រកបយ៉ាងណាព្រះនិព្វានជាទីរងាប់នៅភ្លើងមានរាគៈជាដើមគប្បីមានដូច្នេះធម៌ដែលមិនមានទោសជាធម៌ស្អាតជាបដិបៈចំពោះធម៌ដែលអាក្រក់លាមករមែងមានយ៉ាងណាកាលជាតិគឺការកើតដល់លាមកមានសូម្បីព្រះនិព្វានពលគឺការមិនកើតព្រោះឲ្យការកើតគ្រប់យ៉ាងអស់ទៅក៏គប្បីមានយ៉ាងនោះព្រោះហេតុនោះទើបលោកពោលថាកាលបើទុក្ខមានសុខក៏មានយ៉ាងណាកាលបើភពមានការប្រះចាកភពបុគ្គលគួរតែប្រាថ្នារកក៏យ៉ាងនោះដែរកាលបើក្តៅមានត្រជាក់ដតីក៏មានយ៉ាងណាកាលបើភ្លើង3ប្រការមានព្រះនិព្វានដែលបុគ្គលគួរប្រាថ្នាក៏មានយ៉ាងនោះដែរដូច្នេះសុមេធបណ្ឌិតគិតប្រការដតីទៀតថាបរោះដែលលិចនៅក្នុងគំនរលាមកឃើញស្រះបោកករណីធំដេដាស់ទៅដោយផ្កាឈូកមានពណ៌5អំពីចម្ងាយគួរតែស្វែងរកស្រះនោះដោយគិតថាអញគួរទៅកាន់ស្រះនោះដោយផ្លូវណាណូការមិនស្វែងរកស្រះនោះមិនមែនជាទោសរបស់ស្រះនោះឡើយតែជាទោសរបស់បរោះនោះយ៉ាងណាការស្រះធំគឺអមតៈមហានិព្វានជាទីលាងជំរះមន្ទិលគឺកិលេសមានការមិនស្វែងរកស្រះនោះមិនមែនជាកំហុសរបស់ស្រះធំគឺអមតៈមហានិព្វាននោះទេតែជាកំហុសរបស់បរោះនោះក៏យ៉ាងនោះដែរកាលបរោះត្រូវពួកចោរចូលមរុងការផ្លូវសម្រាប់កិច្ចមានបរោះនោះមិនរត់កិច្ចទៅសេចក្តីនេះមិនមែនជាកំហុសរបស់ផ្លូវឡើយតែជាកំហុសរបស់បរោះនោះយ៉ាងណាកិលេសដែលចោមរុំនៅសត្វលោកមានហើយកាលផ្លូវដែលត្រជាក់ជាទីទៅកាន់ព្រះនិព្វានមានតែបុគ្គលមិនស្វែងរកផ្លូវនោះសេចក្តីនោះមិនមែនជាកំហុសរបស់ផ្លូវនោះទេជាកំហុសរបស់បុគ្គលនោះក៏យ៉ាងនោះដែរបរោះត្រូវព្យាធិបៀតបៀនកាលគ្រូពេទ្យជាអ្នករក្សារូបមានបើបរោះនោះមិនស្វែងរកគ្រូពេទ្យមកឲ្យព្យាបាលជំងឺសេចក្តីនោះមិនមែនជាកំហុសរបស់គ្រូពេទ្យទេតែជាកំហុសរបស់បរោះនោះយ៉ាងណាបុគ្គលកាលត្រូវព្យាធិគឺកិលេសបៀតបៀនមិនស្វែងរកអាចារ្យដែលជាអ្នកឆ្លៀសក្នុងការរងាប់កិលេសសេចក្តីនោះមិនមែនជាកំហុសរបស់អាចារ្យដែលជាអ្នកធ្វើកិលេសឲ្យវិនាសនោះឡើយតែជាកំហុសរបស់បុគ្គលនោះក៏យ៉ាងនោះដែរព្រោះហេតុនោះទើបលោកពោលថាបរោះដែលប្រឡាក់លៀមមកឃើញស្រះពេញដោយទឹកហើយមិនស្វែងរកស្រះទោសនោះមិនមែនជាទោសនៃស្រះទេយ៉ាងណាមិញកាលបើស្រះគឺព្រះនិព្វានមានហើយបុគ្គលមិនស្វែងរកស្រះសម្រាប់លាងនៅកិលេសជាមន្ទិលចេញទេទោសនោះមិនមែនជាទោសនៃស្រះគឺព្រះនិព្វានទេគឺជាទោសរបស់បរោះក៏យ៉ាងនោះដែរបរោះដែលសត្រូវទាំងឡាយចោមព័ទ្ធហើយកាលបើផ្លូវសម្រាប់រត់ទៅមានតែបរោះនោះមិនរត់ទៅទោសនោះមិនមែនជាទោសនៃផ្លូវទេយ៉ាងណាបុគ្គលត្រូវកិលេសរូបរិទ្ធហើយកាលបើផ្លូវព្រះនិព្វានមានតែមិនស្វែងរកផ្លូវនោះទោសនោះមិនមែនជាទោសនៃផ្លូវនិព្វានទេគឺជាទោសរបស់បុគ្គលនោះឯងយ៉ាងនោះដែរបរោះដែលមានជំងឺកាលបើពេទ្យមានតែមិនអោយពេទ្យនោះព្យាបាលជំងឺនោះទេទោសនោះមិនមែនជាទោសនៃពេទ្យទេយ៉ាងណាបុគ្គលត្រូវជំងឺគឺកិលេសទាំងឡាយបៀតបៀនហើយដល់នៅសេចក្តីទុក្ខមិនស្វះស្វែងរកអាចារ្យទោសនោះមិនមែនជាទោសនៃអាចារ្យទេគឺជាទោសរបស់បុគ្គលនោះឯងយ៉ាងនោះដែរដូច្នេះសុមេធបណ្ឌិតពិចារណាដល់ធម៌ដតីទៀតថាបុគ្គលអ្នកចូលចិត្តតែងខ្លួនគប្បីបោះបង់សាកសពដែលគេជួត្រង់កហើយទៅដោយមានសេចក្តីសុខយ៉ាងណាសូម្បីអាត្មាអញក៏គួរលះបង់កាយស្អុយនេះមិនអាឡោះអាល័យចូលទៅកាន់និព្វានមហានគរក៏ដូចឆ្នោះដែរបរោះស្ត្រីទាំងឡាយទៅបន្ទោបង់នៅករិស័កក្នុងបង្គន់ហើយឥតមានអាឡោះអាល័យឥតមានសេចក្តីត្រូវការដើរចេញទៅយ៉ាងណាមិញឯអាត្មាអញ
នឹងលះបង់នៅកាយស្អុយនេះដែលពេញដោយសាកសពផ្សេងចេញទៅដោយបរោះស្ត្រីទាំងឡាយដែលបន្ទូលបងវច្ចៈក្នុងបង្គន់ដូច្នោះឯងម្ចាស់ទូទាំងឡាយតែងលះបង់ទូចាស់ដែលពុកផុយលិចចូលទឹកឥតមានអាឡោះអាឡៃឥតត្រូវការវិញយ៉ាងណាមិញអាត្មាអញនឹងលះបង់នៅកាយនេះដែលមានរុន9ហូរជានិច្ចហើយចេញទៅដូចជាម្ចាស់ទូលះចោលទូចាស់ដូច្នោះឯងបរោះកាលដើរទៅជាមួយនឹងពួកចោយកទ្រព្យជាប់ទៅផងឃើញភ័យអំពីការខូចខាតទ្រព្យក៏លះបង់ហើយដើរទៅយ៉ាងណាកាយនេះក៏មានឧបមាស្មើដោយមហាចោអាត្មាអញនឹងលះបង់កាយនេះចេញព្រោះខ្លាចខូចខាតកុសលធម៌យ៉ាងនោះដែរដូច្នេះសុមេធៈបណ្ឌិតពិចារណាប្រកបដោយនេក្ខមៈយ៉ាងនេះដោយឧបមាផ្សេងហើយលះនៅគំនរភុកៈរាប់មិនអស់ក្នុងផ្ទះរបស់ខ្លួនដល់មហាជនមនុស្សកំព្រានិងអ្នកដំណើរជាដើមតាមន័យដែលពោលហើយខាងដើមធ្វើនៅមហាទានលះវត្ថុកាមនិងកិលេសកាមហើយចេញចាអមរៈនគរម្នាក់ឯងប៉ុណ្ណោះអាស្រ័យភ្នំឈ្មោះធម្មឹកក្នុងព្រៃហេមពៀនសាងអាស្រមធ្វើបណ្ណសាលានិងទីចង្ក្រមដោយកម្លាំងបុណ្យរបស់ខ្លួនវានៅទោសនៃនិវរណៈទាំង5នាំមកនៅកម្លាំងពលគឺអភិញ្ញេប្រកបដោយហេតុដែលជាគុណ8យ៉ាងតាមដែលពលទឹកហើយដោយន័យជាដើមថាការចាត់តាំងមមហើយយ៉ាងនេះដូច្នេះហើយលះបង់សម្ពុតសាដកដែលប្រកបដោយទោស9ប្រការទុកក្នុងអាស្រមបទនោះស្លៀកសម្ពុតសម្បកឈើដែលប្រកបដោយគុណ12ប្រការបួសជាឥសីកាលសមេធៈបណ្ឌិតបួសហើយយ៉ាងនេះក៏លះបណ្ណសាលានោះដែលចរកច្រឡំដោយទោស8ប្រការចូលទៅកាន់គល់ឈើដែលប្រកបដោយគុណ10ប្រការលះបង់នៅបាយផ្សេងបរិភោគផ្លែឈើដែលជ្រុះឯងផ្ដើមតម្កល់សេចក្តីជាយាមដោយការអង្គុយការឈរនិងការចង្ក្រមក្នុងវេលា7ថ្ងៃប៉ុណ្ណោះក៏បានអភិញ្ញា5សមាបត្តិ8ដល់នៅកម្លាំងអភិញ្ញាតាមដែលប្រាថ្នាទុកដោយប្រការដូច្នេះព្រោះហេតុនោះទើបលោកពោលទុកថាលុះតថាគតគិតឃើញយ៉ាងនេះហើយក៏ឲ្យទ្រព្យជាច្រើនរយកោតដល់ពួកជនដែលមានទីពឹងនិងពួកជនដែលឥតទីពឹងហើយចូលទៅកាន់ព្រៃហេមពៀនមានភ្នំមួយឈ្មោះធម្មឹកនៅជិតព្រៃហេមពៀនតថាគតធ្វើអាស្រមសាងបណ្ណសាលាក្បែរភ្នំនោះតថាគតនិមិត្តនៅទីចង្ក្រមដែលប្រះចាកទោស5ប្រការនៅក្បែរអាស្រមបទនោះនាំមកនៅអភិញ្ញាពលៈដែលប្រកបដោយគុណ8ប្រការលះបង់សម្ពុតសាដកដែលប្រកបដោយទោស9ប្រការក្នុងអាស្រមនោះស្លៀកសម្ពុតសម្បកឈើដែលប្រកបដោយគុណ12ប្រការវិញលះបង់បណ្ណសាលាដែលប្រកបដោយទោស8ប្រការចូលទៅកាន់គល់ឈើដែលប្រកបដោយគុណ10យ៉ាងលះបង់ស្រូវដែលគេព្រោះគេដាំដោយមិនសេះសល់កាន់យកផ្លែឈើដែលជ្រុះឯងបរិបូរដោយគុណច្រើនប្រការតថាគតផ្គងព្យាយាមក្នុងអាស្រមបទនោះញ៉ាំងយប់នឹងថ្ងៃឲ្យកន្លងទៅក្នុងទីអង្គុយទីឈរនិងទីចង្ក្រមបានលុះអភិញ្ញាពលៈក្នុងរវាង7ថ្ងៃដូចនេះក្នុងគាថានោះបទថាអសមោសុកតោមៃហੰបណ្ណសាលាសុមាបិតាលោកពោលសម្ដៅដល់បណ្ណសាលាទីចង្ក្រមហាក់ដូចជាសមេធៈបណ្ឌិតធ្វើឡើងដោយដៃខ្លួនឯងតែក្នុងគាថានេះមានសេចក្តីដូចតទៅនេះថាសកទេវរាជទ្រង់ឃើញថាព្រះបរមពោធិសត្វចូលទៅកាន់ព្រៃហេមពៀនហើយក្នុងថ្ងៃនេះនឹងដល់ភ្នំឈ្មោះធម្មឹកទើបត្រាស់ហៅវិសកម្មទេវបុត្រថាណែបាវិសកម្មសមេធៈបណ្ឌិតចេញមកដោយគិតថាអញនឹងបួសចូលអ្នកនិមិត្តទីលំនៅឲ្យដល់ព្រះមហាក្សត្រវិសកម្មទេវបុត្រនោះទទួលព្រះតម្រាស់របស់សកទេវរាជហើយក៏និមិត្តអាស្រមគួរជាទីរីករាយមានបណ្ណសាលាយ៉ាងល្អទីចង្ក្រមគួរជាទីត្រេកអរតែព្រះដែលមានប្រភាអាស្រ័យអាស្រមបទនោះដែលសម្រេចដោយអានុភាពនៃបុណ្យរបស់ព្រះអង្គទើបត្រាស់ថាមានភ្នំមួយឈ្មោះធម្មឹកនៅជិតព្រៃហេមពៀនតថាគតធ្វើអាស្រមសាងបណ្ណសាលាក្បែរភ្នំនោះដូច្នេះជាដើមបានឮថាក្នុងកាលនោះវិសកម្មទេវបុត្រនិមិត្តអាស្រមបទដែលប្រកបដោយខ្ទមទីសំងំទីចង្ក្រមមួយអន្លើដោយផ្លូវកោងដេដាស់ទៅដោយដើមឈើចេញផ្លែនិងផ្កាមានទឹកប្រកបដោយរសឆ្ងាញ់គួរជាទីត្រេកអរប្រះចាកសត្វសាហាវនិងបក្សីដែលមានសម្លេងគួរខ្លាចផ្សេងគួរដល់ការស្ងប់ស្ងាត់និមិត្តនៅថ្នាក់ដៃសម្រាប់ឯកក្នុងទីបំផុតនៃទីចង្ក្រមនិមិត្តដុំថ្មដែលមានពណ៌ដូចសណ្ដែកបាយមានផ្ទៃរាបស្មើទុកក្បែរទីចង្ក្រម
ត្រង់ពាក់កណ្ដាលនៃទីចង្ក្រមនោះក្នុងខាងក្នុងបណ្ណសាលានិមិត្តវត្ថុគ្រប់យ៉ាងដែលប្រព្រឹត្តទៅដើម្បីឧបការៈដល់បព្វជិតយ៉ាងនេះគឺចដាមណ្ឌលចដាមូលសម្ពុតសម្បកឈើបរិខារបស់តាបោះមានឈើជំពាម3ជាដើមត្រង់បន្ទប់ទឹកមានក្អមទឹកផឹកសាំងសម្រាប់ដងទឹកនិងផ្តិលសម្រាប់ដងទឹកជាដើមត្រង់រូងភ្លើងមានអំបែងសម្រាប់ដាក់រងើកភ្លើងនិងអុសជាដើមត្រង់ជញ្ជាំងបណ្ណសាលាមានរចនាអក្សរទុកថាបុគ្គលណានីមួយមានបំណងនឹងបួសចូលកាន់យកបរិខាទាំងនេះបួសចុះហើយក៏ត្រឡប់ទៅកាន់ទេវលោកវិញសុមេធៈបណ្ឌិតទៅកាន់ព្រៃហេមពានតាមផ្លូវដែលជាញកភ្នំសម្លឹងឃើញទីដែលជាផាសុកគួរអាស្រ័យនៅរបស់ខ្លួននិងអាស្រមគួរជាទីត្រេកអរដែលវិសកម្មទេវបុត្រនិមិត្តទុកដែលសកទេវរាជប្រទានឲ្យក្នុងទីដែលហូរមកនៃស្ទឹងទើបទៅកាន់ទីចង្ក្រមមិនបានឃើញស្នាមជើងក៏គិតថាបព្វជិតស្វែងរកផឹកខាក្នុងស្រុកចិត្តហើយហត់នឿយចូលទៅក្នុងបណ្ណសាលាអង្គុយហើយសុមេធៈបណ្ឌិតរងចាំបន្តិចគិតថាបព្វជិតយឺតយូរពន់ពេកអញចង់ដឹងថាតើក្នុងសាលានេះមានអ្វីទើបបើកជញ្ជាំងទ្វារចូលទៅក្នុងបណ្ណសាលាពិនិត្យមើលឆ្វេងស្ដាំអានអក្សរត្រង់ជញ្ជាំងហើយគិតថាកប្បយៈបរិខាទាំងអស់នេះជារបស់អញនឹងកាន់យកបរិខាទាំងនេះបួសទើបដោះសម្ពុតសាដកទាំងគូដែលខ្លួនស្លៀកដណ្ដប់មកព្រោះហេតុនោះទើបលោកពោលថាតថាគតដោះសម្ពុតសាដកទុកក្នុងបណ្ណសាលានេះព្រះបរមសាស្តាទ្រង់ត្រាស់ថាមនាសារីបុត្រតថាគតចូលទៅខាងក្នុងយ៉ាងនេះហើយដោះសម្ពុតសាដកដែលប្រកបដោយទោស9ប្រការទុកក្នុងបណ្ណសាលានោះព្រោះដូច្នោះកាលតថាគតដោះសម្ពុតសាដកក៏ដោះចោលទៅព្រោះឃើញទោស9ប្រការពិតហើយសម្រាប់បុគ្គលដែលបួសជាតបោះទោស9ប្រការរមែងប្រកបក្នុងសម្ពុតសាដកគឺមានតម្លៃច្រើនជាទោសមួយកើតឡើងព្រោះតាក់ទងនឹងអ្នកដតីជាទោសមួយសៅម៉ងរហ័សព្រោះការប្រើប្រាស់ជាទោសមួយសៅម៉ងហើយចាំបាច់ត្រូវជួសជុលត្រូវបោកនឹងជ្រលុកការដែលចាស់ទៅព្រោះការប្រើប្រាស់នោះជាទោសមួយសម្រាប់សម្ពុតដែលចាស់ហើយត្រូវធ្វើការដេកប៉ះការដែលបានទទួលដោយការស្វែងរកទៀតក៏លំបាកជាទោសមួយមិនសមជាមួយការបួសជាតបោះជាទោសមួយជារបស់ទូទៅដល់សត្រូវជាទោសមួយព្រោះត្រូវគ្រប់គ្រងដោយអាការកុំឲ្យសត្រូវកាន់យកបាននិងជាគ្រឿងប្រដាប់គឺអលង្ការរបស់បុគ្គលដែលប្រើប្រាស់ជាទោសមួយសម្រាប់បុគ្គលដែលត្រាច់ទៅឈ្មោះថាជាបុគ្គលប្រាថ្នាច្រើនក្នុងវត្ថុដែលជារបស់ប្រើប្រាស់ប្រចាំខ្លួនជាទោសមួយបទថាវាកចៃវរាំងនិវាសឹងសេចក្តីថាមនាសារីបុត្រកាលនោះតថាគតឃើញទោស9ប្រការនេះទើបដោះចោលនៅសម្ពុតសាដកស្លៀកនៅសម្ពុតសម្បកឈើប្រើប្រាស់សម្ពុតសម្បកឈើដែលជ្រៀកស្មៅដំណេកទន្សាយឲ្យជាចម្រៀកតូចធំត្បាញហើយធ្វើឡើងដើម្បីប្រយោជន៍ប្រើប្រាស់ជាសម្ពុតស្លៀកដណ្ដប់បទថាទ្វាទសគុណមុបាកតាំងគឺប្រកបដោយអានិសង្ស12ប្រការក្នុងសម្ពុតសម្បកឈើមានអានិសង្ស12ប្រការគឺតម្លៃថោកសមគួរនេះជាអានិសង្សទី1អាចធ្វើដោយដៃឯងនេះជាអានិសង្សទី2សៅម៉ងយឺតដោយការប្រើប្រាស់សូម្បីបោកក៏មិនយឺតជូរនេះជាអានិសង្សទី3សូម្បីចាស់ទៅព្រោះការប្រើប្រាស់ក៏មិនចាំបាច់លេនេះជាអានិសង្សទី4ការស្វែងរកជាថ្មីក៏ធ្វើបានងាយនេះជាអានិសង្សទី5សមគួរដល់ការបួសជាតបោះនេះជាអានិសង្សទី6បុគ្គលដែលជាសត្រូវមិនប្រើប្រាស់នេះជាអានិសង្សទី7កាលប្រើប្រាស់ក៏មិនជាទីតាំងនៃការប្រដាប់តាក់តែងនេះជាអានិសង្សទី8ការស្លៀកដណ្ដប់ក៏ស្រាលនេះជាអានិសង្សទី9បញ្ជាក់ថាជាអ្នកប្រាថ្នាតិចក្នុងបច្ច័យគឺជាវរនេះជាអានិសង្សទី10ការកើតឡើងនៃសម្ពុតសម្បកឈើជារបស់កើតឡើងដោយធម៌មិនមានទោសនេះជាអានិសង្សទី11ការសម្ពុតសម្បកឈើនោះវិនិច្ឆ័យទៅក៏មិនមានអាល័យនេះជាអានិសង្សទី12បទថាអដ្ឋទោសសមាកណ្ណੰបច្ចៈហឹងបណ្ណសាលកាំងសេចក្តីថាតថាគតលះបង់ដូចម្ដេចបានឮថាសុមេធៈបណ្ឌិតនោះដោះសម្ពុតសាដកដែលមានសាច់ល្អទាំងគូចេញហើយកាន់យកសម្ពុតសម្បកឈើពណ៌ក្រហមដោយផ្កាននោងដែលពាក់ត្រង់ស្នួរជីវរហើយស្លៀកមួយផ្ទាំងដណ្ដប់សម្ពុតសម្បកឈើដែលមានពណ៌ដូចមាសមួយផ្ទាំងទៀតលើសម្ពុតសម្បកឈើនោះ
ធ្វើស្បែកខ្លាទាំងក្រចកដូចគ្នានឹងសន្តានរបស់ផ្កាបោះសេនៀកឈៀងស្មាម្ខាងប្រមូលជាដាមណ្ឌលហើយដតនៅស្នៀតសក់ត្រង់ភ្នំសក់នោះធ្វើមិនឲ្យកម្រើកបានដាក់កណ្ឌីទឹកដែលមានពណ៌ដូចកែវពពាលក្នុងសង្រែកដែលមានពណ៌ដូចកែវមុតក្តារកាន់ដងរែកកងក្នុងទី3អន្លើពាក់កណ្ឌីទឹកត្រង់ចុងដងរែកទំពក់កំប្រងនិងឈើដែលមានជំពាម3ពាក់ត្រង់ចុងម្ខាងរែកបរិខាលើស្មាដៃស្ដាំកាន់ឈើច្រត់ចេញពីបណ្ណសាលាដែលចង្ក្រមលើទីចង្ក្រមដែលមានបណ្ដោយ60ហត្ថសម្លឹងមើលភេទរបស់ខ្លួនហើយគិតថាមនោរថរបស់អញដល់ទីបំផុតហើយបព្វជិរបស់អញល្អពិតណូឈ្មោះថាបព្វជិនេះអ្នកប្រាជ្ញទាំងពួងមានព្រះពុទ្ធនិងព្រះបច្ចេកពុទ្ធជាដើមសរសើរហើយចំណងនៃក្រហមអញលះបង់ហើយអញកំពុងចេញបួសអញចេញបួសហើយបាននៅបព្វជិដ៏ឧត្តមអញនឹងធ្វើសមណធម៌អញនឹងបានសុខដែលកើតអំពីមគ្គផលដូច្នេះហើយកើតនៅឧស្សាហៈដាក់ដងរែកនឹងបរិខាចុះអង្គុយលើផ្ទាំងថ្មដែលមានពណ៌ដូចសណ្ដែកបាយប្រៀបដូចបដិមាមាសដូច្នោះឲ្យពេលថ្ងៃកន្លងទៅចូលកាន់បណ្ណសាលាក្នុងពេលល្ងាចដេកលើកន្ទេលផែងដែលត្បាញដោយមែកឈើនិងផ្ដៅឲ្យខ្លួនបានទទួលអាកាសល្មមជាទីសប្បាយហើយក្រក់ឡើងក្នុងវេលាទេភ្លឺពិចារណាដល់ការមករបស់ខ្លួនអញឃើញទោសក្នុងគិរីវាហើយលះបង់ភោគសម្បត្តិរាប់មិនអស់នឹងយុះមិនមានទីបំផុតចូលកាន់ព្រៃបួសស្វែងរកនេខមៈចាប់តាំងពីពេលនេះទៅអញនឹងប្រព្រឹត្តខ្លួនដោយសេចក្តីមិនប្រមាទព្រោះរុយគឺមច្ឆាវតកៈរមែងខំស៊ីនៅបុគ្គលដែលលះបង់នៅវិវេកត្រាច់ទៅឥឡូវនេះអញគួរចម្រើននៅសេចក្តីស្ងប់ព្រោះថាអាត្មាអញឃើញការនៅគ្រប់គ្រងផ្ទះដោយភាពជារបស់មានតែកង្វល់ទើបចេញមកបណ្ណសាលាគួរពេញចិត្តនេះមានផ្ទៃដីរាបស្មើព័ទ្ធដោយរបងមានពណ៌ដូចផ្លែភ្នៅផ្ទុំមានជញ្ជាំងពណ៌សដូចកម្រាលប្រាក់ដំបូលស្លឹកឈើមានពណ៌ដូចជើងព្រាបក្រែផ្ដៅមានពណ៌ដ៏ស្រស់ស្អាតគួររស់នៅយ៉ាងផាសុកការដល់ព្រមនៃផ្ទះរបស់អាត្មាអញប្រកាសដូចជានឹងមានក្រៃលែងជាងនេះដូច្នេះពិចារណាទោសរបស់បណ្ណសាលាក៏បានឃើញទោស8ប្រការពិតហើយក្នុងការប្រើប្រាស់បណ្ណសាលាមានទោស8ប្រការគឺត្រូវស្វែងរកដោយការប្រមូលទាបពាក់សម្ភារៈមកធ្វើជាទោសទី1ត្រូវជួសជុលជានិច្ចព្រោះក្រាលស្មៅស្លឹកឈើនិងដីឥដ្ឋជ្រុះមកត្រូវយករបស់ទាំងនោះចេញហើយបន្ថែមរបស់ថ្មីចូលនេះជាទោសទី2ធម្មតាសេនាសនៈតែងបានដល់បុគ្គលជាថេរៈការជន់ដែលចាស់ជាងចូលមកឲ្យអញក្រក់ឡើងក្នុងវេលាមិនសមគួរឯកកតាចិត្តក៏មិនមានព្រោះដូច្នោះកាលដែលត្រូវដាស់ឲ្យក្រក់ឡើងទើបជាទោសទី3ព្រោះកំចាត់បងនៅរងានឹងកម្ដៅក៏ធ្វើឲ្យរាងកាយចុះខ្សោយនេះជាទោសទី4បុគ្គលចូលទៅកាន់ផ្ទះអាចធ្វើអាក្រក់ណាមួយបានព្រោះដូច្នោះទើបបិទបាំងគួរតេះដៀលជាទោសទី5ការហួងហែងដោយគិតថានេះជារបស់អញជាទោសទី6ធម្មតាការមានផ្ទះបញ្ជាក់ថាជារបស់បុគ្គលដែលមានភរិយានេះជាទោសទី7ជារបស់សាធារណៈដល់ជនច្រើនព្រោះជាសាធារណៈដល់សត្វមានសុចសង្កេតនិងតុកកែជាដើមជាទោសទី8ព្រះមហាក្សត្រឃើញទោស8ប្រការយ៉ាងនេះហើយក៏លះបង់បណ្ណសាលាព្រោះហេតុនោះទើបលោកពោលថាតថាគតលះបង់បណ្ណសាលាដែលចលោកច្រឡំដោយទោស8ប្រការបទថាឧបាកមឹងរុក្ខមូលាំងគុនេហេតសៈហុបាកតាំងសេចក្តីថាព្រះដ៏មានប្រភិក្សត្រាស់ថាតថាគតហាមទីប្រក់ទីបាំងចូលទៅរកគល់ឈើដែលប្រកបដោយគុណ10ប្រការគុណ10ប្រការនោះមានដូចតទៅនេះថាមានការខលខ្វាយតិចជាគុណទី1គ្រាន់តែចូលទៅប៉ុណ្ណោះក៏នៅក្នុងទីនោះបានព្រោះដូច្នោះទើបមិនចាំបាច់ថែរក្សាជាគុណទី2ក្នុងទីនោះទោះបោសក្តីមិនបោសក្តីក៏ប្រើប្រាស់បានតាមសបាយមិនចាំបាច់ជាយាមខ្លាំងក្លាពេកជាគុណទី3ទីនោះបិទបាំងដោយការនិន្ទាមិនបានព្រោះការបុគ្គលធ្វើអាក្រក់ក្នុងទីនោះរមែងខ្មាស់ព្រោះដូច្នោះការបិទបាំងនៅការនិន្ទាមិនបានជាគុណទី4គល់ឈើដូចគ្នានឹងក្នុងទីវាលព្រោះមិនញ៉ាំងរាងកាយអត់ទន់គឺឲ្យរឹងមាំព្រោះដូច្នោះទើបជាគុណទី5មិនមានការត្រូវធ្វើការហួងហែងជាគុណទី6ហាមបាននៅសេចក្តីអាល័យក្នុងទីលំនៅជាគុណទី7មិនមានការដែលត្រូវពោលថាអ្នកចូលចេញសិនខ្ញុំនឹងបោសខ្ញុំនឹងជូតហើយដេញទៅដោយផ្ទះទូទៅនេះជាគុណទី8
បុគ្គលអ្នកនៅក៏បានទទួលនៅបិតិនេះជាគុណទី9មិនចាំបាច់អាល័យក្នុងអារម្មណ៍ព្រោះសេនាសនៈគឺគល់ឈើរកបានងាយទោះនៅក្នុងទីណាក៏អាចរកបាននេះជាគុណទី10ព្រះមហាក្សត្រឃើញគុណ10យ៉ាងនេះទើបពោលថាតថាគតចូលអាស្រ័យត្រង់គល់ឈើដូច្នេះព្រះមហាក្សត្រកំណត់ហេតុមានប្រមាណប៉ុណ្ណេះហើយស្អែកឡើងក៏ចូលទៅដើម្បីផឹកខាគ្រានោះពួកមនុស្សក្នុងស្រុកដែលព្រះពោធិសត្វទៅដល់បានប្រគេនផឹកខាដោយឧស្សាហៈដ៏ធំព្រះពោធិសត្វធ្វើផតកិច្ចហើយមកកាន់អាស្រមអង្គុយចុះគិតថាអញបួសដោយគិតថានឹងបានអាហារក៏មិនមែនធម្មតាអាហារដែលឆ្ងាញ់នេះរមែងញ៉ាំងនៅសេចក្តីស្រវឹងដោយអំណាចនៃមានៈនិងស្រវឹងដោយអំណាចនៃបរោះឲ្យចម្រើនទីបំផុតនៃទុក្ខដែលមានអាហារជាមូលមិនមានឡើយបើដូច្នោះអាត្មាអញគប្បីលះបង់អាហារដែលកើតអំពីស្រូវដែលគេសាបព្រោះបរិភោគផ្លែឈើដែលជ្រុះឯងដូច្នេះចាប់តាំងពីពេលនោះមកព្រះពោធិសត្វធ្វើយ៉ាងនោះបំពេញជាយាមក្នុងមួយសប្តាហ៍ធ្វើសមាបត្តិ8និងអភិញ្ញា5ឲ្យកើតឡើងហើយព្រោះហេតុនោះទើបលោកពោលថាលះបង់ស្រូវដែលគេសាបព្រោះគេដាំដោយមិនសេះសល់កាន់យកផ្លែឈើដែលជ្រុះឯងបរិបូរដោយគុណច្រើនប្រការដូច្នេះកាលសមេធៈតបោះសម្រេចអភិញ្ញាពលៈយ៉ាងនេះហើយឲ្យពេលវេលាកន្លងទៅដោយសុខដែលកើតអំពីសមាបត្តិព្រះបរមសាស្តាព្រះនាមទីបង្កទ្រង់កើតឡើងហើយក្នុងលោកកាលទ្រង់បដិសន្ធិប្រសូតត្រាស់ដឹងនិងកាលទ្រង់ប្រកាសធម្មចក្រលោកធាតុទាំង10000ញាប់ញ័រខ្ទរខ្ទាទាំងអស់ពុព្វនិមិត្ត32ប្រការប្រកបឡើងហើយសមេធៈបណ្ឌិតឲ្យពេលវេលាកន្លងទៅដោយសុខដែលកើតអំពីសមាបត្តិមិនបានឮសំឡេងនោះឡើយថែមទាំងមិនបានឃើញនិមិត្តទាំងនោះដែរព្រោះហេតុនោះទើបលោកពោលថាតថាគតសម្រេចអភិញ្ញាហើយជាអ្នកមានវក្សីក្នុងសាសនានៃតបោះកាលនោះព្រះចិនស្រីព្រះនាមទីបង្កជានាយកនៃលោកទ្រង់កើតឡើងកាលព្រះពុទ្ធចាប់បដិសន្ធិផងប្រសូតផងកាលត្រាស់ដឹងផងសម្ដែងធម្មចក្រផងតថាគតជាអ្នកឆ្អែតស្កប់ស្កល់ដោយសេចក្តីត្រេកអរក្នុងឈានប៉ុន្តែមិនបានឃើញនៅនិមិត្តទាំង4ឡើយដូច្នេះក្នុងកាលនោះព្រះទោសពលព្រះនាមទីបង្កមានប្រខ័យណាស្រប400,000ចោមរោមហើយទ្រង់ចារឹកទៅតាមលំដាប់ដល់នគរឈ្មោះរមៈទ្រង់ប្រថាប់នៅក្នុងសុទេសនមហាវិហារពួកនៅស្រុករមៈនគរបានដំណឹងថាព្រះសម្ពុទ្ធទ្រង់ព្រះនាមទីបង្កជាធំជាងសមណៈទ្រង់សម្រេចសម្ពោធិដល់ក្រៃលែងទ្រង់ប្រកាសធម្មចក្រដល់បវរយាងមកដោយលំដាប់ដល់រមៈនគរហើយទ្រង់គង់នៅក្នុងសុទេសនមហាវិហារនាំគ្នាកាន់ភេសជ្ជៈមានសពេនិងនវនីតៈមួយអន្លើដោយសម្ពុតការកម្រងនឹងគ្រឿងក្រអូបជាដើមព្រះពុទ្ធព្រះធម៌ព្រះសង្ឃនៅក្នុងទីណាក៏នាំគ្នាជាប់តាមទៅក្នុងទីនោះចូលគល់ព្រះសាស្តាហើយថ្វាយបង្គំបូជាដោយផ្កាកម្រងនឹងគ្រឿងក្រអូបជាដើមអង្គុយក្នុងទីដ៏សមគួរស្ដាប់ព្រះធម៌ទេសនាហើយក្រាបទូលនិមន្តដើម្បីទ្រង់សោយផុតក្នុងថ្ងៃស្អែកហើយនាំគ្នាក្រោកចាកទីអង្គុយជៀសចេញទៅថ្ងៃស្អែកឡើងនាំគ្នាត្រៀមមហាទានប្រដាប់តាក់តែងនគរធ្វើផ្លូវដើម្បីការយាងមករបស់ព្រះទោសពលក្នុងទីដែលមានទឹកច្រោះដាច់និងទីដែលពំរាបស្មើរួយខ្សាច់ដែលមានពណ៌ដូចផែនប្រាក់មួយអន្លើដោយផ្កាដោតទង់ជ័យនិងទង់ជ្វាលាមានពណ៌ផ្សេងតម្កល់ដើមចេកនិងក្អមដែលពេញដោយទឹកតម្រៀបគ្នាជាជូរក្នុងកាលនោះសមេធៈតបោះហោះមកអំពីអាស្រមរបស់ខ្លួនតាមផ្លូវអាកាសខាងលើពួកមនុស្សទាំងនោះឃើញពួកមនុស្សទាំងនោះត្រេកអររីករាយក៏គិតថាមានហេតុអ្វីណូទើបចុះអំពីអាកាសមកឈរក្នុងទីសំគួរមួយកន្លែងសួរជនទាំងនោះថាណែអ្នកដល់ចម្រើនទាំងឡាយពួកអ្នកនាំគ្នាតាក់តែងផ្លូវនេះដើម្បីអ្នកណាព្រោះហេតុនោះទើបលោកពោលថាពួកមហាជនក្នុងបច្ចុប្បន្នប្រទេសមានចិត្តត្រេកអរនិមន្តព្រះតថាគតបាននាំគ្នាចម្រាស់ផ្លូវជាទីមកនៃព្រះតថាគតនោះសម័យនោះឯងតថាគតចេញអំពីអាស្រមរបស់ខ្លួនកាលរលាស់ជីវរសម្បកឈើហោះទៅឯអាកាសតថាគតឃើញជនកំពុងតែពេញចិត្តត្រេកអរស្រស់ស្រាយរីករាយក៏ចុះអំពីអាកាសហើយសួរពួកមនុស្សទាំងឡាយក្នុងគណៈនោះថាមហាជនត្រេកអរស្រស់ស្រាយរីករាយពេញចិត្តចម្រាស់ផ្លូវគន្លងប្រឡាយដើម្បីអ្នកណាដូច្នេះ
ពួកមនុស្សទាំងនោះឆ្លើយថាបបិទ្ធសុមេតដោយចម្រើនលោកមិនជ្រាបទេឬព្រះពុទ្ធទីបង្កព្រះអង្គសម្រេចពូទញ្ញាណហើយទ្រង់ប្រកាសព្រះធម្មចក្រដ៏ប្រសើរទ្រង់ចារឹកមកដល់នគររបស់ពួកយើងហើយទ្រង់ស្នាក់នៅត្រង់សុទេសនៈមហាវិហារពួកយើងនិមន្តព្រះបរមសាស្តាអង្គនោះមកទើបតាក់តែងផ្លូវនេះដែលជាទីយាងមករបស់ព្រះអង្គសុមេធៈតបោះគិតថាត្រឹមតែពាក្យប្រកាសថាពុទ្ធោពុទ្ធោក៏រកបានដោយក្រក្នុងលោកនឹងពោលទៅធ្វើដល់ការកាត់ឡើងនៃព្រះពុទ្ធឯអាត្មាអញក៏គួររួមចំណែកជាមួយពួកមនុស្សទាំងនេះដើម្បីធ្វើផ្លូវថ្វាយព្រះទសពលផងដែរទើបពោលនឹងពួកមនុស្សទាំងនោះថាណែអ្នកដោយចម្រើនទាំងឡាយបើពួកអ្នកតាក់តែងផ្លូវនេះដើម្បីព្រះសម្ពុទ្ធចូលឲ្យឱកាសមួយចំណែកដល់ខ្ញុំចុះខ្ញុំនឹងធ្វើផ្លូវនេះថ្វាយព្រះទសពលជាមួយនឹងពួកអ្នកដែរពួកមនុស្សទាំងនោះទទួលថាសាធុដឹងថាសុមេតបណ្ឌិតមានឫទ្ធិច្រើនទើបឲ្យផ្លូវដែលទឹកច្រោះដោយពោលថាសូមលោកធ្វើផ្លូវក្នុងទីនេះចុះហើយប្រគល់ឲ្យសុមេធៈតបោះកាន់យកព្រះពុទ្ធជាអារម្មណ៍ប្រកបដោយបិតិគិតថាអាត្មាអញអាចតាក់តែងផ្លូវនេះដោយឫទ្ធិបានតែកាលអាត្មាអញធ្វើដូច្នោះចិត្តមិនត្រេកអរថ្ងៃនេះអញគួរធ្វើការងារដោយកម្លាំងកាយដូច្នេះហើយជញ្ជូនដីមកចាក់ក្នុងទីនោះកាលទីនោះមិនទាន់ស្រេចព្រះទសពលទីបង្កមានប្រខ័យណាស្របនៅបានអភិញ្ញា6មានអានុភាពច្រើន400,000រូបចោមរូមទ្រង់យាងមកដោយពុទ្ធលីលាមិនមានប្រមាណតាមផ្លូវដែលមហាជនតាក់តែងហើយនោះដោយរាជសីយាត្រាលើផ្ទាំងមនោសិលាដូច្នោះពួកទេវតាក៏បូជាដោយផ្កាកម្រងនឹងគ្រឿងក្រអូបជាទឹកដូរតន្ត្រីក៏មិនលើឡើងពួកមនុស្សក៏បូជាដោយផ្កាកម្រងជាដើមកាលព្រះទសពលទីបង្កកំពុងយាងមកនោះសមេធៈបណ្ឌិតបើកភ្នែកទាំងគូសម្លឹងមើលព្រះវរកាយរបស់ទ្រង់ដែលដល់នៅលំអដល់លើសប្រដាប់ដោយមហាពុរិសលក្ខណៈ32ប្រការលំអដោយអនុព្យញ្ជនៈ80ប្រការចោមរួមដោយព្រះរស្មីប្រមាណ1ព្យាមទ្រង់បញ្ចេញឆោប៉ុនរង្សីទាំង6ពណ៌ដោយផ្លេកបន្ទូក្នុងលំហមេឃមានពណ៌ដោយកែវមณีឆ្វេឆ្វាត់ទៅមកជាគូទើបគិតថាថ្ងៃនេះអញគួរធ្វើការបរិច្ចាគជីវិតដល់ព្រះទសពលព្រោះដូច្នោះសូមព្រះដែលមានប្រភិក្ខទ្រង់កំបីជាន់ផុសសូមទ្រង់ជាន់លើខ្នងរបស់អាត្មាអញយាងទៅមួយអន្លើដោយព្រះខ័យណាស្រប400,000អង្គដោយជាស្ពានកែវមณีចុះសេចក្តីនេះនឹងប្រព្រឹត្តទៅដើម្បីជាប្រយោជន៍និងសេចក្តីសុខដល់អាត្មាអញអស់កាលយូរគិតដូច្នេះហើយស្រាយភ្នួងសក់ចេញលាតសម្ពុតស្បែកខ្លាដោះចដានិងសម្ពុតសបកឈើដាក់លើភុកដែលមានពណ៌ខ្មៅដេកលើភុកដោយស្ពានកែវមณีព្រោះហេតុនោះទើបលោកពោលថាពួកជនទាំងនោះដែលតថាគតសួរហើយក៏ឆ្លើយប្រាប់ថាព្រះពុទ្ធដ៏ប្រសើរក្នុងលោកជាព្រះចិនស្រីព្រះនាមទីបង្កជាលោកនិយុទ្រង់កើតឡើងហើយពួកយើងខ្ញុំជំរះផ្លូវគន្លងប្រឡាយដើម្បីព្រះពុទ្ធទីបង្កនោះបៃតេកើតឡើងដល់តថាគតក្នុងគណៈនោះព្រោះតែពាក្យថាព្រះពុទ្ធតថាគតទន្ទិញថាព្រះពុទ្ធដូច្នេះហើយក៏បាននៅសោមនស្សតថាគតស្ថិតនៅក្នុងប្រទេសនោះត្រេកអរមានចិត្តតក់ស្លុតគិតថាអាត្មាអញនឹងបណ្ដុះពូជក្នុងកុសលក្នុងបញ្ញខេតនេះកុំឲ្យគណៈកន្លងទៅទទេឡើយលុះគិតដូច្នេះហើយក៏និយាយទៅរកមហាជនថាបើអ្នកទាំងឡាយជំរះផ្លូវថ្វាយព្រះពុទ្ធជួឲ្យឱកាសមួយដល់អាត្មាផងអាត្មានឹងជំរះផ្លូវប្រឡាយដែរកាលនោះពួកជនទាំងនោះក៏ឲ្យឱកាសមួយដល់តថាគតដើម្បីជំរះផ្លូវតថាគតគិតថាព្រះពុទ្ធដូច្នេះជំរះផ្លូវបណ្ដើរនៅក្នុងឱកាសនោះកាលដែលឱកាសផ្លូវរបស់តថាគតធ្វើមិនទាន់ស្រេចនៅឡើយស្រាប់តែព្រះចិនស្រីជាអ្នកប្រាជ្ញធំព្រះនាមទីបង្កស្ដេចយាងមកតាមផ្លូវជាមួយនឹងប្រខ័យណាស្រប400,000រូបសុទ្ធតែជាអ្នកបានអភិញ្ញា6ជាតាតិបុគ្គលប្រាសចាកមន្ទិលការក្រកទទួលព្រះសាស្តាក៏ប្រព្រឹត្តទៅស្គរទាំងឡាយជាច្រើនក៏លន់លឺឡើងក៏ក្រឹកក្រែងពួកមនុស្សនិងទេវតាក៏ត្រេកអរញ៉ាំងសាទុការឲ្យប្រព្រឹត្តទៅពួកទេវតាឃើញពួកមនុស្សឯពួកមនុស្សក៏ឃើញពួកទេវតានិងមនុស្សទាំងពីរពួកនេះបានផ្គងអញ្ជលីដើរដង្ហែព្រះតថាគតពួកទេវតាប្រគំដូរតន្ត្រីទឹកទាំងឡាយពួកមនុស្សក៏ប្រគំដូរតន្ត្រីជារបស់មនុស្សទាំងឡាយ
ពួកទេវតានិងមនុស្សទាំងពីរក្រុមនេះប្រគំភ្លេងដង្ហែព្រះតថាគតពួកទេវតាដែលស្ថិតនៅឯដល់អាកាសក៏រួយរាយផ្កាមន្ទារវៈបុសផ្កាឈូកផ្កាបរិច្ឆតកៈព្រឹកជាទឹកឯដល់អាកាសអំពីទិសតូចនិងទិសធំពួកទេវតាដែលស្ថិតនៅឯដល់អាកាសក៏រួយរាយលំអិតក្លឹមច័ន្ទទឹកផងគ្រឿងក្រអូបដ៏ប្រសើរទាំងអស់ផងអំពីទិសតូចទិសធំឯដល់អាកាសពួកមនុស្សដែលស្ថិតនៅលើផែនដីក៏រួយរាយផ្កាចម្ប៉ាផ្កាស្រស់ផ្កាខ្ទុំផ្កាខ្ទឹមផ្កាបោសនៀកនិងផ្កាកាកេសអំពីទិសតូចធំតថាគតរំសាយសក់ត្រង់ប្រទេសនោះហើយក្រាលជីវរសម្បកឈើនិងកំណាត់ស្បែកលើភពហើយដេកផ្កាប់មុខអតិដ្ឋានថាសូមប្រពុតព្រមទាំងពួកសិស្សជន់អាត្មាអញយាងទៅចុះសូមកុំជន់ភុកឡើយការមិនជន់លើភុកនោះនឹងជាប្រយោជន៍ដល់អាត្មាអញដូច្នេះសមេធៈតបោះដេកលើភុកនោះឯងបើភ្នែកទាំងគូសម្លឹងព្រះពុទ្ធសេរីរបស់ព្រះទសពលទីបង្កហើយគិតថាអាត្មាអញប្រាថ្នាដុតនៅកិលេសទាំងពួងឲ្យអស់ហើយជាសង្ឃនវៈកៈចូលកាន់រមណគរក៏បានតែអាត្មាអញមិនមានកិច្ចដោយការដុតកិលេសក្នុងភេទដែលបុគ្គលណាមួយមិនស្គាល់ហើយបរិនិព្វានឡើយបើដូច្នោះអាត្មាអញក៏បីដូចគ្នានឹងព្រះទសពលទីបង្កសម្រាប់ពូទិញ្ញាណដ៏ឧត្តមហើយឡើងកាន់ធម្មនិវីឲ្យមហាជនឆ្លងសង្សារគោបានហើយសឹមបរិនិព្វានឯក្រោយសេចក្តីនេះសមគួរដល់អាត្មាអញដូច្នេះបន្ទាប់អំពីនោះក៏ធ្វើសមោធានធម៌8ប្រការគឺសេចក្តីប្រាថ្នាដ៏ធំក្រៃលែងដើម្បីភាពជាព្រះពុទ្ធហើយក្រាបចុះព្រោះហេតុនោះទើបលោកពោលថាកាលតថាគតដេកលើផែនដីក៏មានសេចក្តីត្រេះរិះដោយចិត្តយ៉ាងនេះថាបើអាត្មាអញប្រាថ្នាដុតកិលេសទាំងឡាយរបស់អញក្នុងថ្ងៃនេះក៏បានតែថាប្រយោជន៍អ្វីអាត្មាអញធ្វើឲ្យជាក់ច្បាស់នៅធម៌ដោយភេទដែលគេមិនស្គាល់ក្នុងទីនេះអាត្មាអញក៏បីដល់នៅសព្វញុត្តញ្ញាណជាអ្នករួចស្រឡះចាកកិលេសញ៉ាំងលោកព្រមទាំងទេវលោកឲ្យរួចរដោះចាកសង្សារប្រយោជន៍អ្វីអាត្មាអញជាបុរសសំដែងកម្លាំងឆ្លងទៅម្នាក់ឯងអាត្មាអញគួរដល់នៅសព្វញុត្តញ្ញាណចម្លងមនុស្សព្រមទាំងទេវលោកអាត្មាអញនឹងបានដល់នៅសព្វញុត្តញ្ញាណចម្លងប្រជុំជនច្រើនដោយអធិការនេះដែលអាត្មាអញធ្វើចំពោះព្រះពុទ្ធជាបរោះខ្ពង់ខ្ពស់តថាគតនឹងកាត់ខ្សែសង្សារកំចាត់បងភពទាំង3ឡើងជិះលើនាវាគឺធរនឹងចម្លងមនុស្សលោកព្រមទាំងទេវលោកដូចនេះកាលបុគ្គលប្រាថ្នាភាពជាព្រះពុទ្ធការប្រាថ្នាដែលធំក្រៃលែងអាចសម្រេចបានព្រោះសមោធានធម៌8ប្រការគឺភាពជាមនុស្សមួយការដល់ព្រមដោយភេទមួយហេតុមួយការឃើញព្រះសាស្តាមួយការបួសមួយការបរិបូរដោយគុណមួយការធ្វើដ៏ធំក្រៃលែងមួយឆន្ទៈមួយពិតហើយការបុគ្គលតាំងនៅក្នុងភាវៈនៃភាពជាមនុស្សនោះឯងប្រាថ្នាភាពជាព្រះពុទ្ធការប្រាថ្នារមែងសម្រេចការប្រាថ្នារបស់នាគគ្រុឌឬទេវតាមិនសម្រេចឡើយក្នុងភាវៈនៃភាពជាមនុស្សកាលបុគ្គលនោះតាំងនៅក្នុងភេទជាបរោះប៉ុណ្ណោះទើបសេចក្តីប្រាថ្នាសម្រេចការប្រាថ្នាក្នុងភាពជាស្ត្រីក្តីខ្ទើយក្តីឧបតោបជញ្ជនៈកៈក្តីមិនសម្រេចឡើយសូម្បីសម្រាប់បរោះការប្រាថ្នារបស់បុគ្គលដែលបរិបូរដោយហេតុគឺអាចសម្រេចអរហត្តក្នុងអត្តភាពនោះបានទើបសម្រេចក្រៅអំពីនេះមិនសម្រេចឡើយសូម្បីសម្រាប់បុគ្គលដែលបរិបូរដោយហេតុការប្រាថ្នាក្នុងសំណាក់របស់ព្រះពុទ្ធប៉ុណ្ណោះទើបការប្រាថ្នាសម្រេចបានកាលព្រះពុទ្ធបរិនិព្វានហើយទោះបីប្រាថ្នាត្រង់ព្រះចេតិយក្តីត្រង់គល់ពូទីព្រឹកក្តីមិនសម្រេចឡើយទោះបីប្រាថ្នាក្នុងសំណាក់របស់ព្រះពុទ្ធការប្រាថ្នារបស់បុគ្គលដែលតាំងនៅក្នុងភេទបព្វជិតប៉ុណ្ណោះទើបសម្រេចបានបើនៅក្នុងភាពជាក្រហោះមិនសម្រេចឡើយសូម្បីជាបព្វជិតហើយការប្រាថ្នារបស់បុគ្គលដែលបានអភិញ្ញា5និងសមាបត្តិ8ប៉ុណ្ណោះទើបសម្រេចបានបុគ្គលដែលវាចាកគុណនេះមិនសម្រេចឡើយបុគ្គលដែលបរិបូរដោយគុណហើយក៏ដោយការប្រាថ្នារបស់បុគ្គលដែលធ្វើការបរិច្ចាគជីវិតរបស់ខ្លួនដល់ព្រះពុទ្ធដែលជាបុគ្គលបរិបូរដោយការធ្វើដ៏ក្រៃលែងនេះប៉ុណ្ណោះទើបសម្រេចរបស់បុគ្គលក្រៅអំពីនេះមិនសម្រេចឡើយសូម្បីបុគ្គលដែលបរិបូរដោយការធ្វើដ៏ក្រៃលែងហើយត្រូវមានឆន្ទៈដ៏ធំមួយអន្លើដោយឧស្សាហៈនិងការព្យាយាមដ៏ធំដើម្បីប្រយោជន៍ដល់ធម៌ដែលធ្វើឲ្យបានជាព្រះពុទ្ធ
ទើបការប្រាថ្នាសម្រេចបានបុគ្គលដទៃក្រៅអំពីនេះមិនសម្រេចឡើយក្នុងបទថាឆន្ទៈនេះមានឧបមាដូចតទៅនេះថាបើមានបុគ្គលពោលយ៉ាងនេះថាអ្នកណាអាចប្រើកម្លាំងដើមដៃរបស់ខ្លួនហែលឆ្លងចក្រវាឡទាំងមូលដែលពោពេញទៅដោយទឹកដល់ត្រៃបានបុគ្គលនោះរមែងបានសម្រេចជាព្រះពុទ្ធឬថាបុគ្គលណាដើរដោយជើងហើយឆ្លងល្វែងចក្រវាឡទាំងមូលដែលពេញដោយគុម្ពឫស្សីដល់កណ្ដាប់ចក្រវាឡបានទើបបុគ្គលនោះសម្រេចជាព្រះពុទ្ធបានឬថាបុគ្គលដតដាវពេញល្វែងចក្រវាឡហើយដើរជន់ដាវទាំងនោះឆ្លងល្វែងចក្រវាឡនោះបានបុគ្គលនោះនឹងបានជាព្រះពុទ្ធឬថាបុគ្គលណាយកជើងជន់ចក្រវាឡទាំងមូលដែលពេញដោយរងើកភ្លើងសន្ធោសន្ធៅហើយដើរដល់កណ្ដាប់ចក្រវាឡបានបុគ្គលនោះនឹងបានត្រាស់ជាព្រះពុទ្ធបុគ្គលណាមិនសម្គាល់ហេតុទាំងនេះសូម្បីតែមួយថាខ្លួនបានធ្វើដោយលំបាកតែគិតថាខ្ញុំនឹងឆ្លងរហូតដល់កណ្ដាប់ចក្រវាឡដូច្នេះបុគ្គលនោះរាប់ថាជាអ្នកប្រកបដោយឆន្ទៈឧស្សាហ៍និងសេចក្តីព្យាយាមដ៏ធំសេចក្តីប្រាថ្នារបស់បុគ្គលនោះរមែងសម្រេចបុគ្គលក្រៅអំពីនេះមិនសម្រេចឡើយសមេធៈតបោសមោធានធម៌ទាំង8ប្រការនេះបានហើយធ្វើសេចក្តីប្រាថ្នាដ៏ធំក្រៃលែងដើម្បីភាពជាព្រះពុទ្ធហើយក្រាបចុះចំណែកព្រះមានព្រះភិក្ខទីបង្កប្រថាប់ឈរនៅខាងមុខសីស័ករបស់សមេធៈតបោទ្រង់បើកព្រះនេត្រទាំងគូដែលបរិបូរដោយប្រាសាទមានពណ៌5ដោយបើកសីហបញ្ជោកែវមณีតតសមេធៈតបោដែលដេកលើភក់ទ្រង់ព្រះតម្រេះថាតបោនេះធ្វើសេចក្តីប្រាថ្នាធំក្រៃលែងដើម្បីភាពជាព្រះពុទ្ធការប្រាថ្នារបស់តបោនេះសម្រេចដែរឬណូព្រះបរមសាស្តាទ្រង់បញ្ជូនអនាគតាំងសញ្ញាណពិចារណាទ្រង់ជ្រាបថាកន្លងទៅ4អសង្ខ័យនិង1សែនកັບទៀតតបោនេះនឹងបានត្រាស់ជាព្រះពុទ្ធព្រះនាមថាគូដំគណៈប្រថាប់ឈរនោះឯងទ្រង់ក៏ព្យាករដោយព្រះតម្រាស់ថាអ្នកទាំងឡាយជួមើលតបោដែលមានតបៈដ៏ឧត្តមនេះកំពុងដេកលើភក់ភិក្ខុទាំងឡាយក្រាបទូលថាឃើញហើយព្រះអង្គព្រះលោកនាយកទ្រង់ត្រាស់បន្តថាតបោនេះធ្វើសេចក្តីប្រាថ្នាដ៏ធំក្រៃលែងដើម្បីភាពជាព្រះពុទ្ធដេកហើយការប្រាថ្នារបស់តបោនេះនឹងសម្រេចក្នុងទីបំផុតនៃ4អសង្ខ័យនិង1សែនកັບទៀតតបោនេះនឹងបានត្រាស់ជាព្រះពុទ្ធព្រះនាមថាគូដំក្នុងអត្តភាពនោះមាននគរឈ្មោះថាកបិលភោះជាទីអាស្រ័យនៅព្រះទេវីព្រះនាមមេយាជាព្រះរាជមេដាព្រះរាជជាព្រះនាមសុទ្ធោទនៈជាព្រះរាជបិតាព្រះថេរៈឈ្មោះឧបទេសៈជាអគ្គសាវកព្រះថេរៈឈ្មោះកលិតៈជាទុតិយសាវកពុទ្ធោបដ្ឋៈឈ្មោះថាអនន្តព្រះថេរីឈ្មោះថាខេមាជាអគ្គសាវិកាព្រះថេរីឈ្មោះអបុលវណ្ណាជាទុតិយសាវិកាតបោះនេះមានញាណចាស់ខ្លាហើយចេញមហាភិនិសក្រមតាំងសក្តីព្យាយាមយ៉ាងធំទទួលមធុបាយៈត្រង់គល់ជ្រៃសោយត្រង់ឆ្នេរស្ទឹងនេរញ្ជរាឡើងកាន់ពូមណ្ឌលនិងត្រាស់ដឹងក្រោមដើមអសត្តព្រឹកប្រហែតនោះទើបលោកពោលថាព្រះពុទ្ធព្រះនាមទីបង្កទ្រង់ជ្រាបច្បាស់នៅលោកទ្រង់គួរទទួលគ្រឿងបូជាទាំងឡាយទ្រង់ឈរក្បែរសីស័ករបស់តថាគតត្រាស់ពាក្យនេះថាមនាលភិក្ខុទាំងឡាយអ្នកទាំងឡាយចូលមើលតបោះនេះជាចដិលមានតបៈដ៏ខ្ពង់ខ្ពស់តបោះនេះនឹងបានត្រាស់ជាព្រះពុទ្ធក្នុងលោកក្នុងកັບប្រមាណមិនបានអំពីកັບនេះទៅសត្វនេះនឹងចេញចាកក្រុងឈ្មោះកបិលវត្ថុជាទីរីករាយតម្កល់ព្យាយាមធ្វើទុក្ករកិរិយាសត្វនេះអង្គុយទៀបគល់អច្ចបាលព្រឹកទទួលបានបាយៈដែលនាងសុជាតាថ្វាយក្នុងទីនោះនឹងចូលទៅកាន់ស្ទឹងនេរញ្ជរាព្រះចិនស្រីនោះបានទទួលបាយៈទៀបឆ្នេរស្ទឹងនេរញ្ជរាហើយនឹងត្រឡប់មកតាមផ្លូវដែលគេតាក់តែងយ៉ាងប្រសើរអង្គុយទៀបគល់ពោធិព្រឹកលំដាប់នោះតបោះមានចុះធំនេះធ្វើប្រតិសិនពូមណ្ឌលនឹងបានត្រាស់ដឹងនៅអនុត្តរសម្មាសម្ពោធញ្ញាណទៀបគល់អសត្តព្រឹកព្រះចនិកាមេដារបស់តបោះនោះនឹងមាននាមថាព្រះនាងមាយាទេវីព្រះបិតាព្រះនាមសុទ្ធោទនៈឯតបោះនេះនឹងមានឈ្មោះថាព្រះគោដំអគ្គសាវកទាំងពីររូបគឺកលិតៈ1ឧ
ឧបទេសៈមួយជាអ្នកមិនមានអាសវៈប្រាសចាករាគៈមានចិត្តស្ងប់រងាប់មានចិត្តខ្ជាប់ខ្ជួនភិក្ខុជាឧបថៈឈ្មោះអនន្តនិងបម្រើព្រះចិនស្រីនេះអគ្គសាវិកាពីររូបគឺនាងខេមាមួយឧបលវណ្ណាមួយជាអ្នកមិនមានអាសវៈប្រាសចាករាគៈមានចិត្តស្ងប់រងាប់មានចិត្តខ្ជាប់ខ្ជួនឈើជាទីត្រាស់ដឹងរបស់ព្រះមានប្រភិក្ខនោះហៅថាអសត្តព្រឹក្ខឯឧបាសកជាឧបថៈដ៏ប្រសើរពីររូបគឺចិត្តៈមួយហត្ថាលវកៈមួយដូចនេះសមេធៈតបកើតសមនោថាបានឮថាសេចក្តីប្រាថ្នារបស់អាត្មាអញនឹងសម្រេចដូចនេះមហាជនបានស្ដាប់ព្រះតម្រាស់របស់ព្រះទសពលទីបាំងកហើយនាំគ្នាត្រេកអរពោលថាបានឮថាសមេធៈតបជាសារពេចសដាញាណគឺជាពន្លករបស់ព្រះពុទ្ធពួកយើងមានគំនិតយ៉ាងនេះថាធម្មតាបរោះកាលឆ្លងស្ទឹងមិនអាចឆ្លងដោយកំពង់ត្រង់បានរមែងឆ្លងដោយកំពង់ខាងក្រោមយ៉ាងណាសូម្បីពួកយើងក៏ដូច្នោះបើមិនបានមគ្គផលនៅក្នុងសាសនារបស់ព្រះទសពលទីបាំងកក្នុងកាលអនាគតរបស់នេះបានជាព្រះពុទ្ធក្នុងកាលនោះពួកយើងនឹងអាចធ្វើឲ្យជាក់ច្បាស់នៅមគ្គនឹងផលក្នុងទីចំពោះមុខរបស់លោកហើយនាំគ្នាតាំងសេចក្តីប្រាថ្នាទុកព្រះទសពលទីបាំងកទ្រង់សរសើរព្រះបរមពុទ្ធិសត្វហើយបូជាដោយផ្កា8ក្តាប់ធ្វើប្រតិសិនជិះចេញទៅឯព្រះខៃណាស្របទាំង4សែននាំគ្នាបូជាព្រះមហាក្សត្រដោយផ្កាកម្រងនឹងគ្រឿងក្រអូបធ្វើប្រតិសិនហើយជិះចេញទៅព្រះបរមពុទ្ធិសត្វក្រោកឡើងក្នុងវេលាដែលជនទាំងពួងជិះចេញទៅគិតថាអាត្មាអញនឹងពិចារណាបារមីទាំងឡាយដូចនេះទើបអង្គុយពុតភ្នែនលើគំនរផ្កាកាលព្រះមហាក្សត្រអង្គុយហើយយ៉ាងនេះទេវតាក្នុងមឿនចក្រវាលបានឲ្យសាធុការថាបបិទ្ធសមេធៈតបោះដោយចម្រើនក្នុងវេលាដែលព្រះពោធិសត្វអំពីបុរាណទាំងឡាយក្នុងវេលាដែលព្រះពោធិសត្វអំពីបុរាណទាំងឡាយអង្គុយពុតភ្នែនដោយគិតថាអញនឹងស្រាវជ្រាវនៅបារមីទាំងឡាយឈ្មោះថាពពៈនិមិត្តពួកណានឹងប្រកបពពៈនិមិត្តទាំងនោះប្រកបជាក់ច្បាស់ហើយក្នុងថ្ងៃនេះលោកនឹងបានត្រាស់ជាព្រះពុទ្ធដោយឥតសង្ស័យពួកខ្ញុំដឹងសេចក្តីនោះនិមិត្តទាំងនេះប្រកបដល់បុគ្គលណាបុគ្គលនោះនឹងបានត្រាស់ជាព្រះពុទ្ធដោយចំណែកមួយសូមលោកផ្គងសេចក្តីប្រាថ្នារបស់ខ្លួនឲ្យមាំទាំដូច្នេះហើយពូលសរសើរព្រះពោធិសត្វដោយពាក្យសរសើរច្រើនប្រការព្រោះហេតុនោះទើបលោកពោលថាពួកមនុស្សនិងទេវតាលុះឮពាក្យព្យាកររបស់ព្រះពុទ្ធទីបាំងកទ្រង់ស្វែងរកគុណដ៏ធំឥតមានបុគ្គលស្មើនេះហើយក៏រីករាយដោយគិតថាសមេធៈរបស់នេះជាពូជពន្លកនៃព្រះពុទ្ធសំឡេងហូរទាំងឡាយក៏ប្រព្រឹត្តទៅពួកលោកព្រមទាំងទេវលោកទាំង10000លោកធាតុទះដៃផងសើចផងផ្គងអញ្ជលីនមស្ការផងពោលថាបើពួកយើងខ្វៀងមគ្គផលក្នុងសាសនាព្រះលោកនាថនេះក្នុងកាលជាអនាគតពួកយើងនឹងបានសម្រេចក្នុងទីចំពោះព្រះភ័ក្ត្រនៃព្រះគោដមនេះពួកមនុស្សកាលឆ្លងស្ទឹងបើខ្វៀងកំពុងចំពោះមុខហើយតែងកាន់យកកំពុងខាងក្រោមក៏ឈ្មោះថាឆ្លងស្ទឹងធំដែរយ៉ាងណាមិញពួកយើងទាំងអស់គ្នាបើខ្វៀងព្រះចិនស្រីនេះហើយក្នុងកាលជាអនាគតគង់នឹងបានសម្រេចក្នុងទីចំពោះព្រះភ័ក្ត្រនៃព្រះគោដមនេះក៏យ៉ាងនោះដែរព្រះពុទ្ធទីបាំងកទ្រង់ជ្រាបច្បាស់នៅលោកគួរទទួលគ្រឿងបូជាទ្រង់សរសើរអំពើរបស់តថាគតហើយទ្រង់លើកប្របាទខាងស្ដាំសាវកទាំងឡាយណាជាបុត្រនៃព្រះចិនស្រីក្នុងលោកពួកសាវកទាំងនោះក៏ធ្វើប្រតិសិនតថាគតពួកទេវតាពួកមនុស្សពួកអសុរពួកយក្សក៏ក្រាបថ្វាយបង្គំតថាគតហើយជិះចេញទៅកាលព្រះលោកនាយកព្រមទាំងព្រះសង្ឃកន្លងនៅការឃើញរបស់តថាគតទៅតថាគតក៏ក្រោកចាកពីដេកហើយពេនភ្នែនក្នុងកាលនោះតថាគតជាអ្នកមានសេចក្តីសុខដោយសេចក្តីសុខរីករាយដោយបាមកជាផ្សព្វផ្សាយដោយបិទេអង្គុយពេនភ្នែនក្នុងកាលនោះតថាគតអង្គុយពេនភ្នែនគិតយ៉ាងនេះក្នុងកាលនោះថាអាត្មាអញជាអ្នកស្ទាត់ក្នុងឈានដល់នៅត្រៃនៃអភិញ្ញីក្នុងលោកធាតុទាំង1000មិនមានពួកអីសីស្មើដោយអាត្មាអញឡើយអាត្មាអញឥតមានបុគ្គលស្មើក្នុងអធិធរទាំងឡាយអញបាននៅសេចក្តីសុខបែបនេះ
ក្នុងការដែលតថាគតអង្គុយពេមភ្នែនគិតយ៉ាងនេះពួកមហាព្រំដែលអាស្រ័យនៅក្នុងលោកធាតុ10000ក៏ញ៉ាំងសំឡេងខ្លាំងឲ្យលន់ឮថាលោកនឹងបានត្រាស់ជាព្រះពុទ្ធប្រកបនិមិត្តទាំងឡាយណាក្នុងការជាទីពុតភ្នែននៃពោធិសត្វទាំងឡាយប្រកបក្នុងកាលមុននិមិត្តទាំងនោះក៏ប្រកបក្នុងថ្ងៃនេះត្រជាក់ក៏ស្ងាត់បាត់ទៅទាំងក្តៅក៏ស្ងប់រងាប់និមិត្តទាំងនោះក៏ប្រកបក្នុងថ្ងៃនេះលោកនឹងបានត្រាស់ជាព្រះពុទ្ធប្រកបលោកធាតុទាំង10000ក៏ឥតមានសម្លេងឥតពឹកវរនិមិត្តទាំងនោះប្រកបក្នុងថ្ងៃនេះលោកនឹងបានត្រាស់ជាព្រះពុទ្ធប្រកបខ្យល់ធំទាំងឡាយក៏ឈប់បក់ស្ទឹងទាំងឡាយក៏ឈប់ហូរនិមិត្តទាំងនោះក៏ប្រកបក្នុងថ្ងៃនេះលោកនឹងបានត្រាស់ជាព្រះពុទ្ធប្រកបផ្កាទាំងពួងដែលកើតលើគូកើតក្នុងទឹកក៏រីកក្នុងខណៈនោះផ្កាទាំងអស់នោះក៏បញ្ចេញផ្កាក្នុងថ្ងៃនេះលោកនឹងបានត្រាស់ជាព្រះពុទ្ធប្រកបវល្លិទាំងឡាយក្តីឈើទាំងឡាយក្តីទ្រទ្រង់នៅផ្លែក្នុងខណៈនោះវល្លិនឹងឈើទាំងអស់នោះក៏បញ្ចេញផ្លែក្នុងថ្ងៃនេះលោកនឹងបានត្រាស់ជាព្រះពុទ្ធប្រកបកែវទាំងឡាយដែលស្ថិតនៅឯដល់អាកាសក្តីស្ថិតនៅលើផែនដីក្តីដែលរុងរឿងក្នុងខណៈនោះកែវទាំងនោះក៏រុងរឿងក្នុងថ្ងៃនេះលោកនឹងបានត្រាស់ជាព្រះពុទ្ធប្រកបគ្រឿងដូរតន្ត្រីទាំងឡាយជារបស់មនុស្សនិងជាទឹកដែលប្រគំក្នុងខណៈនោះដូរតន្ត្រីទាំងពីរនោះក៏លន់ឮឡើងក្នុងថ្ងៃនេះលោកនឹងបានត្រាស់ជាព្រះពុទ្ធប្រកបផ្កាដ៏វិចិត្រទាំងឡាយរុះរយចុះអំពីអាកាសក្នុងខណៈនោះផ្កាដ៏វិចិត្រទាំងនោះក៏ប្រកបក្នុងថ្ងៃនេះលោកនឹងបានត្រាស់ជាព្រះពុទ្ធប្រកបមហាសមុទ្រក៏ស្រកចុះលោកធាតុទាំង10000ក៏ញាប់ញ័រក្នុងខណៈនោះមហាសមុទ្រនិងលោកធាតុទាំងពីរនោះក៏លន់ឮកងរំពងក្នុងថ្ងៃនេះលោកនឹងបានត្រាស់ជាព្រះពុទ្ធប្រកបភ្លើងក្នុងនរកទាំង10000ក៏រលត់ក្នុងខណៈនោះភ្លើងទាំងនោះក៏រលត់ក្នុងថ្ងៃនេះលោកនឹងបានត្រាស់ជាព្រះពុទ្ធប្រកបព្រះអាទិត្យប្រាចាកមន្ទិលផ្កាយទាំងពួងក៏ប្រកបព្រះអាទិត្យនិងផ្កាយទាំងនោះក៏ប្រកបក្នុងថ្ងៃនេះលោកនឹងបានត្រាស់ជាព្រះពុទ្ធប្រកបក្នុងការគ្មានភ្លៀងទឹកក៏ផុសផុលឡើងលើផែនដីក្នុងខណៈនោះទឹកក៏ផុសឡើងលើផែនដីក្នុងថ្ងៃនេះលោកនឹងបានត្រាស់ជាព្រះពុទ្ធប្រកបផ្កាយនក្ខត្តរៈទាំងឡាយប្រកបដោយព្រះច័ន្ទខែវិសាខក៏រុងរឿងក្នុងមណ្ឌលនៃអាកាសលោកនឹងបានត្រាស់ជាព្រះពុទ្ធប្រកបចំណែកឯពួកសត្វក្នុងរន្ធពួកសត្វដេកក្នុងជ្រោះក៏ចេញចាកលំនៅរបស់ខ្លួនពួកសត្វទាំងអស់នោះក៏បោះបង់លំនៅចោលក្នុងថ្ងៃនេះលោកនឹងបានត្រាស់ជាព្រះពុទ្ធប្រកបសេចក្តីអបសុខមិនមានដល់សត្វទាំងឡាយសត្វទាំងឡាយជាអ្នកត្រេកអរក្នុងខណៈនោះពួកសត្វទាំងអស់នោះជាអ្នកត្រេកអរក្នុងថ្ងៃនេះលោកនឹងបានត្រាស់ជាព្រះពុទ្ធប្រកបរូបទាំងឡាយដ៏ស្រាលស្រាលក៏រងាប់ទៅទាំងសេចក្តីស្រេកឃ្លានក៏វិនិច្ឆ័យទៅការស្ងប់រូបនិងការវិនិច្ឆ័យសេចក្តីស្រេកឃ្លានទាំងនោះក៏ប្រកបក្នុងថ្ងៃនេះលោកនឹងបានត្រាស់ជាព្រះពុទ្ធប្រកបរាគៈក៏ស្រាកស្រានទៅទូសៈមោហៈក៏បាត់បង់ទៅក្នុងកាលនោះរូបនិងកិលេសទាំងអស់នោះក៏ប្រះចេញទៅក្នុងថ្ងៃនេះលោកនឹងបានត្រាស់ជាព្រះពុទ្ធប្រកបឯភ័យមិនមានក្នុងកាលនោះការមិនមានភ័យនោះក៏ប្រកបក្នុងថ្ងៃនេះព្រោះហេតុនោះទើបយើងដឹងថាលោកនឹងបានត្រាស់ជាព្រះពុទ្ធប្រកបធូលីក៏ខ្ចាត់ខ្ចាយទៅខាងលើការខ្ចាត់ខ្ចាយធូលីក៏ប្រកបក្នុងថ្ងៃនេះព្រោះហេតុនោះទើបពួកយើងដឹងថាលោកនឹងបានត្រាស់ជាព្រះពុទ្ធប្រកបក្លិនស្អុយក៏ផាត់ចេញក្លិនទឹកក៏ផ្សាយទៅក្លិនទឹកនោះក៏ផ្សាយចេញក្នុងថ្ងៃនេះលោកនឹងបានត្រាស់ជាព្រះពុទ្ធប្រកបពួកទេវតាទាំងពួងវាលែងតែអរូបព្រំចេញដែលប្រកបពួកទេវតាទាំងអស់នោះក៏ប្រកបក្នុងថ្ងៃនេះលោកនឹងបានត្រាស់ជាព្រះពុទ្ធប្រកបពួកសត្វនរកទាំងអំបាលមានដែលប្រកបក្នុងខណៈនោះពួកសត្វនរកទាំងអស់នោះឯងក៏ប្រកបក្នុងថ្ងៃនេះលោកនឹងបានត្រាស់ជាព្រះពុទ្ធប្រកបក្នុងកាលនោះជញ្ជាំងទាំងឡាយក្តីសន្ទះទ្វារទាំងឡាយក្តីភ្នំទាំងឡាយក្តីជាគ្រឿងរារាំងមិនមានឡើយកំពែងសន្ទះទ្វារនិងភ្នំទាំងឡាយនោះក៏คล้ายទៅជាអាកាសប្រកបក្នុងថ្ងៃនេះលោកនឹងបានត្រាស់ជាព្រះពុទ្ធប្រកបជុតិនិងឧបបត្តិមិនមានក្នុងគណៈនោះនិមិត្តទាំងនោះក៏ប្រកបក្នុងថ្ងៃនេះលោកនឹងបានត្រាស់ជាព្រះពុទ្ធប្រកបនិមិត្តទាំងនេះក៏ប្រកបដល់សត្វទាំងឡាយ
ដើម្បីត្រាស់ដឹងនៅអនុត្តរសម្មាសម្ពុទ្ធញ្ញាណពួកសត្វពោលថាបបិទ្ធសមេធៈតបោះសូមលោកគងព្យាយាមឲ្យមមមួនឡើងកុំត្រឡប់កុំថយក្រោយឡើយពួកយើងដឹងច្បាស់នៅហេតុនោះថាលោកនឹងបានត្រាស់ជាព្រះពុទ្ធប្រកប